បាទសរសេរបងប្អូនខ្ញុំនឹងបង្ហាញពីរបៀបដាក់ប្រេងណានៅលើម៉ាស៊ីនរត់របស់យើងអញ្ចឹងរបៀបដាក់ប្រេងរបស់យើងគ្រាន់តែប្រហើបគៀកនេះមកអញ្ចឹងយើងប្រហើបខ្សែពៀននេះមកហើយយើងបតក់ប្រេងវាណាតក់ប្រេងរបស់យើងនេះយើងបតក់អញ្ចឹងមកហើយយើងអូសវល់វាអញ្ចឹងមកហើយធ្វើម៉េចយើងអាចលូកបានដល់ក្នុងនេះកាន់តែល្អប្រសើរប៉ុន្តែកុំហាញនេះខ្លាំងពេកតោះមកយើងដាក់នេះវិធីទៀតចឹងទៀតមកយើងប្រហើបនេះមកហើយតែយើងដាក់ប្រេងមកទៅយើងពវល់វាចឹងមកហើយបាច់ដាក់ច្រើនពេកយើងដាក់ល្មមមកណានេះជារបៀបយើងដាក់ប្រេងរបស់យើងនៅលើខ្សែពៀននៃម៉ាស៊ីនរត់របស់យើងណាបងប្អូនអូខេរបៀបដាក់មានប៉ុណ្ណឹងបងប្អូនអរគុណបាទសួស្តីបងប្អូនពាក់ព័ន្ធនឹងការសេរីខ្សែរបស់យើងខ្សែពៀននៃម៉ាស៊ីនរត់របស់យើងណាអញ្ចឹងមានម៉ាស៊ីនខ្លះដែលបងប្អូនគាត់ឆ្ងល់ថាហេតុអីបានជាខ្សែរត់របស់យើងនេះវាទៅមួយចំហៀងអញ្ចឹងដូចជាក់ស្ដែងខ្ញុំបង្ហាញនៅលើម៉ាស៊ីនរត់របស់ខ្ញុំនៅផ្ទះនេះវាមកមួយចំហៀងនៅផ្នែកខាងស្ដាំហើយនៅផ្នែកខាងឆ្វេងវានៅសល់ space អញ្ចឹងវាធ្វើឲ្យវាអត់រត់អត់ស្មើគ្នាណាអញ្ចឹងវិធីសាស្ត្រនៃការសេរីរបស់យើងខ្ញុំនឹងបង្ហាញជូនបងប្អូនទី1យើងអាចទាញវាចាប់វាណែនមកយើងបង្កិលឬវិធីសាស្ត្រមួយទៀតខ្ញុំនឹងបង្ហាញដើម្បីងាយជាងការតម្លាក់វាអញ្ចឹងណាអញ្ចឹងយើងលើកគូតវាឡើងលើចាស់មកបងប្អូនចឹងលើកគូតវាឡើងលើចឹងមកចឹងមិញឲ្យសារវាស៊ីទៅមួយចំហៀងផ្នែកខាងស្ដាំអញ្ចឹងយើងលើកគូតវាឡើងលើចឹងមកហើយយើងចាប់ទាញវាចឹងមកអូខេចាប់ធ្លាក់វាវិញមកអញ្ចឹងឃើញបងប្អូនអញ្ចឹងវានឹងមករត់ស្មើវាស្មើសងខាងនៃកែមនេះយើងមើលតាមនឹងជាក់ស្ដែងទៅអញ្ចឹងរៀងលើបន្តិចតែយើងគិតថាវាស្មើចុះហើយមួយទៀតយើងសេរីគូតវាបងប្អូននេះយើងដោះអានេះណាអញ្ចឹងយើងសេរីគូតវាយើងត្រូវសេរីសេរីខ្ចៅវាឡើងចុះណាដល់យើងករណីវារៀងរត់ស៊ីទៅមួយចំហៀងខាងនេះឬក៏មួយចំហៀងខាងនេះឬក៏ធ្វើឲ្យខ្សែរត់របស់យើងវាមានករណីធូរណាអញ្ចឹងគឺបងប្អូននេះសេរីសេរីរត់អានេះយើងយកសោតាន់របស់យើងរត់អានេះណាបងប្អូនយើងរត់មូមកយើងដឹងថាមូឡើងឬក៏មូចុះអញ្ចឹងបើសិនជាករណីមូឡើងមកអញ្ចេះដើម្បីឲ្យខ្សែរបស់យើងហ្នឹងវារត់ឡើងតឹងណែនល្អហើយយើងមើលវាស្ថានភាពជាក់ស្ដែងធ្វើម៉េចឲ្យវាស្មើគ្នាណាករណីបើសេរីយើងសេរីអត់ស្មើទេក៏ខ្សែរបស់យើងរត់វាឆេវដែលវាអត់ត្រង់ល្អណាហ្នឹងហើយអរគុណបងប្អូនណាមានប៉ុណ្ណឹង